ខ្មែរថាថៃអត់មានទឹកចិត្តពេលខ្មែរលិចទឹកហើយអត់មកជួយបាទនេះគឺជាសម្ដីផនអាមេរិន TV ហើយក៏ដូចជាពួកប្រជាជនជាតិថៃមួយចំនួនដែលមិនដឹងជាបានคลิปមិនដឹងជាបានអីមកពីណាទេចោទថាខ្មែរចេះថាខ្មែរយើងនឹងលិចទឹកហើយថៃមិនក៏មិនមកជួយថៃអត់មានចិត្តអត់មានថ្លើមអីចឹងណាគេយកទៅរិះគន់ហើយខ្ញុំសួរថាចេះមានខ្មែរណាអ្នកនិយាយហើយទៅបានคลิปពីណាមកហើយបើថាពួកអាចចែមដែលថាយកព័ត៌មានចេញពីខាងពួកដែលថា fake ព័ត៌មានទៅហ្នឹងណាអូខេទូស្គាល់ប៉ុន្តែអាមេរិន TV នេះវាឈួតអីគេដែរនេះអត់យល់ទេនេះវាចោទថាខ្មែរយើងហ្នឹងណាទឹកលិចហើយចោទថាពួកវាហ្នឹងមិនក៏មិនព្រមមកជួយឲ្យមានមនុស្សធម៌ទេអីចឹងទៅហើយបងប្អូនមានដឹងអត់ថាអ្នកណាគេនិយាយអ្នកសុំស្នើថៃឲ្យមកជួយអញ្ចឹងអ្នកណាគេហើយខ្ញុំដឹងថាចេះវាប្រកាសជាអាចមានលិចទឹកអីតិចតួចអីចឹងទៅប៉ុន្តែខ្មែរដូចជាមិនបានលិចអីណាដល់ថ្នាក់ត្រូវការជំនួយអីណាធ្វើដូចប្រទេសថៃឯណាហើយវាយកទៅនិយាយព័ត៌មានហ្នឹងធ្វើដូចយើងហ្នឹងស្អីហើយវាលក្ខណៈចេះវាសើចវាថាគេឆ្លោះគ្នាមួយវាហើយលិចទឹកមិនត្រូវវាមកជួយអីចឹងណាវាចង់មានន័យថាវាសើចចំអអញ្ចឹងថាហើយឯងជឿកាត់ដែរអីចង់ថាពួកវាហ្នឹងជឿកាត់ដែរយកព័ត៌មានពីណាប្រកាសសាងខ្លួនឯងឬក៏ទៅយកព័ត៌មានចំពួក fake ឬក៏ចង់បំផុសឬក៏មិនខ្ញុំមិនយល់ដឹងជាណាល្ងងឲ្យប្រកាសទេនេះនិយាយមែនណា